ចារៃដែនដីក្រចេះសំណាងអ្វីម្លេះតាប់ទៅស្គាល់ម្ដងស្រុកព្រែកប្រសពខ្ញុំជិះដកឆ្លងក្នុងក្តីបំណងចង់ជួបម្លេះទេធម្មយាត្រានៅរយៈពេលមួយថ្ងៃពីសមិញមានចំណាប់អារម្មណ៍មិនរោគរ៉ាមិនខ្លះអីខ្លះសូមព្រះអង្គមានវិចារបន្តិចមកបើគិតពីចំណាប់អារម្មណ៍វា relax មួយយ៉ាងវាសบายតែទុកវាមិនសូវមានទេណាតែបើ relax ទេសភាពប្លែកទឹកហូរស្អាតបាត់អីវិជ្ជាកោះវាមិនជាភ្នំប៉ុន្តែយើងឡើងទៅមកទេសភាពមកគឺវាស្អាតទាំងព្រៃវាព្រៃធំដុំមកទេនេះគាត់ថាតិចតួចមកតែមើលទៅវាធំដុំដែរអញ្ចឹងកោះយើងមកដល់លេងនេះមានឈ្មោះកោះអីវិញកោះនេះគេឲ្យឈ្មោះកោះក្របីតែលើកោះព្រហ្មចារីបន្តិចកណាកោះហ្នឹងមានធំប៉ុណ្ណាមានតួមានអីហ្នឹងការដើរលេងរបស់យើងធំរងតែងសចោសេវាកម្មល្អជូនភ្ញៀវកំសាន្តបង្កើនចំណូលធនធានការការនិរន្តរភាពបានតរៀងទៅអើយការមកលេងកោះហ្នឹងការមកដើរលេងការមកស្គាល់ហូហែមកណាតែស្គាល់តាមរយៈពីណាវិញបានមកដល់ស្គាល់បានមកលេងជុំគ្នាអញ្ចឹងតាក់ទងទៅនឹងមកដល់កោះព្រហ្មចារីឬកោះតាក្របីនេះយើងស្គាល់តាមរយៈតគ្នាដែលលោកធ្លាប់និមន្តមកពីមុនមកអញ្ចឹងលោកធ្លាប់មកលេងដល់ទីនេះកន្លែងនេះលោកធ្លាប់មុនមកចឹងទៅយើងក៏ចេះផ្សព្វផ្សាយតគ្នាទៅហើយក៏យើងបានស្គាល់ម្ដងចឹងដំណើរកំសាន្តមកលេងហ្នឹងថ្ងៃណាអីខេត្តណានេះនៅក្នុងកោះហ្នឹងនៅខេត្តណាវិញដំណើរកំសាន្តនេះយើងប្ររយៈពេល2ថ្ងៃកណាពីយប់2ថ្ងៃកណាគិតពីថ្ងៃទី1ទី28កណាកោះព្រហ្មចារីនេះហើយវាស្ថិតនៅក្នុងខេត្តកញ្ចេះតែប្រើរយៈពេលពីស្ពានកញ្ចេះស្ពានធ្វើថ្មីហ្នឹងប្រើរយៈពេលប្រហែលប្រហែលគីឡូឬក៏ប្រើរយៈពេលប្រហែលប្រហែលម៉ោងបានម្ដងរយៈពេលប្រហែលដូចជាកណាក្រមានញាតិញោមណាចង់មកលេងឬកាលណាកូនចាស់ណាចង់មកលេងបានកោះហ្នឹងកណាកោះហ្នឹងមានសន្តានហ្នឹងស្អាតណាស់លេងទឹកមកតិចទឹកហូរមកមានកន្លែងលេងបានបើថាអង្គណាចេះហែទឹកអីអាចមកលេងបានអត់អីទេការមកដើរលេងនៅកោះនេះកោះគេហៅថាកោះក្របីស្ថានកោះហ្នឹងមានអាម៉េចការសឹងយប់មិញហ្នឹងមានអារម្មណ៍មិនដែរកោះនៅក្នុងស្ថានកោះនេះវារៀងប៉ងកពើវារៀងមូលប៉ុន្តែវាមិនមូលចំទៅមូលហ្មងទេហើយបណ្ដានៅកោះហ្នឹងវាមានកោះទូកោះធំកោះច្រើននៅចិត្តកោះគ្នាហ្នឹងណាហើយការសឹងគោស្រួលមកកាសធាតុមិនតិចក៏មិនក្តៅដែរខ្យល់មកល្វិចមកល្វិចយើងយប់ឡើងវាត្រូវនឹងចាំយើងវាភ្លឺជើងបោះតង់ចំនេះទៀតចំខែភ្លឺទៀតវាភ្លឺចឹងធ្វើឲ្យដំណើរកំសាន្តហ្នឹងកាន់តែសប្បាយទៅតាមហ្នឹងទៀតណាព្រោះរដូវកាលនេះរដូវកាលប្រសង់សម្រាប់ញាតិញោមពុទ្ធបរិស័ទរដូវកាលហ្នឹងរដូវកាលប្រសង់សម្រាប់បរិស្ថានធម្មជាតិស្ថាប័នពាក់ព័ន្ធរួមសហការជួយថែរក្សាលើកកម្ពស់ថែមទៀតផ្ដល់ក្តីសង្ឃឹមចិត្តមិនចង់ឃ្លាតឃើញបងប្អូនញាតិរស់សុខក្សេមខ្សាន្តសហគមន៍រៀបចំតទួលតែងសុចោសេវាកម្មល្អជូនភ្ញៀវបញ្ចប់នៅវីដេអូនេះទៀតព្រោះទៀតទុកត្រូវមកហើយត្រូវហើយវ៉ាន់ហើយអីទៅវិញអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូនេះតែលោកម្ចាស់មានសំណុំពរកណាកូនម្ចាស់ដែលមកក្រោយញាតិញោមពុទ្ធបរិស័ទដែលមកក្រោយយ៉ាងម៉េចថាកុំឲ្យមកកោះហ្នឹងឲ្យសបាយអញ្ចឹងសំមុនមានចំណាប់អារម្មណ៍បន្តិចមកចំណាប់អារម្មណ៍សំណុំពរដល់អ្នកដែលមកលេងក្រោយណាចូលរួមនៅគ្នាសម្អាតបរិស្ថានសម្អាតអនាម័យបរិស្ថានណាកន្លែងយើងហូបចុកហូបអីហ្នឹងគឺយើងត្រូវតែ
សម្អាតវាឲ្យស្អាតដើម្បីឲ្យអ្នកក្រោយហ្នឹងគេមកទៅគេឃើញស្អាតហ្នឹងក៏គេអនាម័យស្អាតចឹងទៅគេមានចំណាប់អារម្មណ៍ក្នុងការមកដើរលេងដែរណាដើម្បីលើកទៅការទេសចរប្រទេសយើង កណា ដើម្បីទេសចររីកចម្រើនណាតំបន់នេះវាគិតពីទេសចរមកវា មានច្រើនព្រោះ មានច្រើន កណាសឹងយកមិញមួយលោកចាស់ឃើញស្រាប់មានតាមកោះផ្សេងហ្នឹងមានញាតិញោមមកដែរ ណា មានញាតិញោមមានប្រសងមានអីមកសឹងដូចលោកចាស់នឹងកណាដែរអញ្ចឹងវីដេអូនេះជាទីបញ្ចប់ជូនពរជូនជ័យញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានមើលវីដេអូនេះឲ្យជួបប្រទះនៅសេចក្តីសុខនិងសេចក្តីចម្រើន ក៏ព្រមចារីដែនដីក្រចេះសំណាងអ្វីម្លេះតាប់ទៅស្គាល់ម្ដងស្រុកព្រែកប្រសពខ្ញុំជិះដឆ្លងក្នុងក្តីបំណង